ជំរាបសួរបងប្អូនទាំងគ្នាតោះយើងមកអាប់ដេតតម្លៃហាងចេញមាសសម្រាប់ធ្វើការជួញដូរនៅថ្ងៃទី3ខែ10ឆ្នាំ2025ហាងចេញមាសបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងស៊ូត3844ដុល្លារក្នុងមួយអោនគឺបានឃើញដំណើរទីផ្សារមាសកាលពីម្សិលមិញគឺបានទម្លាក់ខ្លួនខ្ទង់75ដុល្លារក្នុងមួយអោនគឺច្រើនខ្លាំងមែនទែនពីតម្លៃស៊ូត3895លូតមកដល់តំបន់ឡូទៀបចុងក្រោយនេះគឺស្ថិតស៊ូត3820ហាងចេញមាសបន្ទាប់ពីបានចុះមកដល់តំបន់ទៀបហើយក៏បានហោះឡើងមកវិញខ្លះត្រឹមកម្រិតស៊ូត3860ទៅតំបន់ស៊ូត3870ឥឡូវនេះគឺកំពុងតែទម្លាក់ខ្លួនដោនចូលមកក្រោមទៀតហើយតែយើងឃើញថាតម្លៃទីផ្សារមាសគោលដៅធំអាចនឹងព្យាយាមនៅក្នុងការចុះមកបន្ថែមទៀតផងដែរដោយឡែកសម្រាប់ថ្ងៃនេះយប់នេះគឺមានព័ត៌មាន Non-Farm Payroll ចេញមកនៅពេលយប់អញ្ចឹងអត្រាទីផ្សារដែលអាចទម្លាក់ខ្លួនចុះមកបន្ថែមទៀតគឺមានទៀតផងដែរដោយសារតែសញ្ញាកាប់ពីម្សិលមិញគឺបង្ហាញទិសដៅផ្សារគឺទំនោររហូតទៅចុះបន្ថែមទៀតដូចគ្នាបងប្អូនអញ្ចឹងយើងមកមើលដំណើរទីផ្សារមាសសម្រាប់ថ្ងៃនេះគឺវានឹងអាចដើរបន្ត Sideways នៅក្នុងកម្រិតមួយនេះសិនហើយម៉ោងព័ត៌មានអាចនឹងព្យាយាមចុះមកបន្ថែមទៀតផងដែរបើសិនជាទិន្នន័យប្រាក់ដុល្លារល្អអត្រាដែលអាចចុះមកបន្ថែមទៀតគឺមានច្រើនតំបន់ដែលទីផ្សារដើរ Sideways គឺអាចត្រឹមតម្លៃស៊ូត3860ទៅតំបន់ស៊ូត3870តំបន់ទៀបចុងក្រោយដែលទីផ្សារព្យាយាមអង្គុលចុះមកក្រោមគឺតំបន់ឡូកាលពីយប់មិញដែលស្ថិតនៅក្នុងតម្លៃស៊ូត3820យ៉ាងណាក្តីតម្លៃទីផ្សារព្រឹកមិញគឺបានទម្លាក់ខ្លួនចុះពីតំបន់ស៊ូត3865គឺឃើញទីផ្សារបានចុះខ្ទង់25លេខដែលបានទម្លាក់ខ្លួនមកដល់តម្លៃស៊ូត3840ដុល្លារក្នុងមួយអោនសញ្ញាមួយនេះគឺបង្ហាញថាគឺយើងអាចធ្វើការរកឱកាសលក់ឲ្យបានច្រើននៅពេលដែលទីផ្សារដើរ Sideways នៅក្នុងតំបន់ខ្ពស់ឬក៏តំបន់ខ្ពស់ត្រឹមតំបន់050ជាង60ទៅតំបន់ក្បែរចិត្តនឹងវិញផងដែរបងប្អូនតាមភាគរយនៅក្នុងការវិភាគទំនោរទីផ្សារអាចនឹងមានភាគរយនៅក្នុងការអង្គុលដោនចូលមកខាងក្រោមខ្ញុំគិតថាបងប្អូនអាចព្យាយាមរកឱកាសលក់បានគោលដៅធំបន្តទៀតទីផ្សារនឹងមកប៉ះទើកៅត្រឹមតម្លៃស៊ូត3820ហើយបើអាចចុះទៅជ្រៅនៅក្នុងថ្ងៃនេះគឺនឹងអាចលោតទៅដល់តម្លៃស៊ូត3800អានេះគឺជាកម្លាំងក៏ដូចជាទំនោរទីផ្សារដែលអាចចុះទៅជ្រៅនិងអាចទៅដល់នៅក្នុងថ្ងៃនេះផងដែរតម្លៃហាងចេញមាសសម្រាប់ទិញលក់នៅថ្ងៃទី3តំបន់ទី1យើង recommend ជូនបងប្អូនរងចាំទិញនៅតម្លៃស៊ូត3833ដុល្លារក្នុងមួយអោននិងតំបន់ទី2គឺស៊ូត3822ហើយតំបន់ទី3វិញគឺស៊ូត3810តំបន់ដែលយើងរងចាំលក់វិញគឺស៊ូត3865ដុល្លារក្នុងមួយអោននិងតំបន់ទី2គឺស៊ូត3876និងតំបន់ទី3គឺស៊ូត3890ទំនោរក៏ដូចជាដំណើរទីផ្សារគឺនឹងព្យាយាមដើរ Sideways នៅក្នុងកម្រិតទៀបនៅក្នុងស៊ូមខ្លីៗទេហើយនឹងព្យាយាមនៅក្នុងការដោនចុះមកខាងក្រោមជំរឿបន្ទាប់ដែលអាចទៅដល់គឺបាតចាស់របស់វាដូចខ្ញុំលើកឡើងមិញអញ្ចឹងគឺស្ថិតនៅក្នុងស៊ូម3820ករណីចុះដាច់គឺនឹងអាចលោតទៅដល់តម្លៃស៊ូម3800តែម្ដងអានេះគឺជាកម្លាំងទីផ្សារប៉ុន្តែម៉ោងដែលអាចចុះច្រើនបងប្អូនគឺនឹងអាចក្នុងម៉ោងព័ត៌មានទេកម្រិតម៉ោងពេលព្រឹកពេលថ្ងៃពេលល្ងាចនេះគឺទីផ្សារនឹងព្យាយាមដើរ Sideways កម្រិតប្រជុំទេមូលអត់ទាន់ទៅណាឆ្ងាយទេអញ្ចឹងនៅក្នុងព្រឹកនេះទីផ្សារបានទម្លាក់ខ្លួនពីតំបន់ស៊ូម3865ដុល្លារក្នុងមួយអោនគឺបានឃើញទីផ្សារបានចុះទុំ25លេខគឺបងប្អូនអាចព្យាយាមទិញខ្លីៗបាននៅពេលដែលទីផ្សារឡើងមកក្បែរតំបន់05060ជាងចិត្តហ្នឹងគឺបងប្អូនកុំព្យាយាមទិញទៀតអីខ្ញុំគិតថាតំបន់នេះគឺយើងអាចផ្ដោតទៅលើការលក់ដើម្បីទាញទិសដៅទីផ្សារហ្នឹងទម្លាក់ចុះមកខាងក្រោមវិញដំណើរហាងចេញមាសសរុបជារួមយើងមើលឃើញតំបន់កំពូលទី1កំពូលទី2និងកំពូលទី3អញ្ចឹងទីផ្សារបានមកឡើងបំពេញនៅតំបន់កំពូលចុងក្រោយហើយដែលស្ថិតនៅក្នុងតម្លៃ3890ជាងតម្លៃទីផ្សារមកកើឬក៏ដើរ Sideways នៅក្នុងកម្រិតមួយនេះគឺជាតំបន់មួយដែលទីផ្សារនឹងមានឱកាសនៅក្នុងការដោនចូលមកខាងក្រោមតាមយើងវិភាគជារួមណាជាបច្ចេកទេសវិញគោលដៅអាចនឹងព្យាយាមទម្លាក់ខ្លួនចុះមកខាងក្រោមអាចត្រឹមតម្លៃស៊ូត3800នៅក្នុងយប់នេះអត្រាដែលអាចចុះទៅដល់គឺនឹងមាននៅក្នុងម៉ោងព័ត៌មាននេះផងដែរបងប្អូនហើយបើសិនថាអាចចុះទៅក្រោមនឹងជាងតិចតួចហ្នឹងក៏មិនទៅណាឆ្ងាយដែរអាចត្រឹម10លេខបន្ថែមពីតំបន់ស៊ូត3800ហ្នឹងទេអាចថា3700កាវហ្នឹងគឺជាជំរឿចុងក្រោយចុះនៅក្នុងការចុះឬក៏បិទផ្សារនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍នេះអញ្ចឹងយើងមើលឃើញថាទំនោរក៏ដូចជាដំណើរទីផ្សារមាសមានភាគរយនៅក្នុងការអង្គុលចុះទៅបន្ថែមទៀតដូច្នេះបងប្អូនអាចព្យាយាមរកឱកាសលក់ឲ្យបានច្រើនឬក៏រងចាំសេលនៅក្នុងការជួញដូរនៅថ្ងៃនេះផងដែរទាំងនេះគឺជាការអាប់ដេតតម្លៃហាងចេញមាសសម្រាប់ធ្វើការទិញលក់នៅថ្ងៃទី3មានតែប៉ុណ្្នឹងទេជូនពរបងប្អូនទាំងគ្នាធ្វើការជួញដូរទទួលបាន profit ច្រើន